ពេលខ្លះគិតថាសិស្សឡើងពីមួយថ្នាក់ទៅមួយថ្នាក់ពីមួយឆ្នាំទៅមួយឆ្នាំយើងអត់ដែលគិតថាធ្វើមិនដើម្បីរក្សាទុកស្នាដៃពួកគាត់បានទេណាយើងទុកកតាប្រឡងក៏បានពួកគាត់វិញតែបើសិនជាយើងរក្សាទុកឲ្យពួកគាត់ទេណាប៉ុន្តែនេះគឺជាកម្រស្នាដៃដែលអាចជាប់បានយូរបងប្អូនខ្ញុំចៃមែនណាមួយឆ្នាំពីរឆ្នាំក៏អត់តតែណាដែរហើយស្នាដៃនេះពួកគាត់ឡើងផុតពីបឋមក៏ដោយក៏ពួកគាត់អាចឃើញស្នាដៃរបស់គាត់ដែរហើយនេះគឺជាចំណុចខ្លះៗទេបងប្អូនមិនមែនខ្ញុំជាអ្នកចេះអីណាស់ណាទេគ្រាន់តែខ្ញុំចង់បង្ហាញថាមិនអាចរក្សាទុកបានរហូតដល់3ទៅ4ឆ្នាំអត់ជ្រុះទៅណាទេហើយសម្រាប់រូបតកៅនេះតាមពិតឡើងខ្ញុំត្រូវឲ្យពួកគាត់ធ្វើប៉ុន្តែដោយសារតែខ្ញុំគិតថាវារៀងអញ្ញាញ៉ៃពេកខ្ញុំក៏សាកធ្វើខ្លួនឯងទៅមកផ្ទាំងនឹងតែម្ដងចាំរូបក្រោយទៀតចាំឲ្យគាត់ធ្វើណាសិនបើបងប្អូនឬក៏លោកគ្រូអ្នកគ្រូនាំគាត់ធ្វើសូមឲ្យគាត់យកក្របធនជាតិដែលមាននៅផ្ទះស្រាប់ឧទាហរណ៍ជាសណ្តែកបាយសណ្តែកសៀងស្រូវពោតអីចឹងណាហើយនេះគាត់យកបានតែ2មុខទេតាមពិតទៅនៅមានស្រូវទៀតតែខ្ញុំអត់ដាក់ទេនិយាយទៅគាត់យកតែម្នាក់មកក្តាប់ក៏ប្រើមិនអស់ដែរ